Our dear Heavenly Father, you have given us so many new blessings. ព្រះអង្គចាស់ព្រះវិដានៃគុណឋានសួគ៌បានទ្រង់បានប្រទាននៅព្រះពរជាច្រើនសម្រាប់កូនទាំងអស់គ្នា Especially we are given by you eternal blessing that is eternal life. អ្វីដែលសំខាន់នោះអ្វីដែលពិសេសគឺទ្រង់បានប្រទាននៅកូនទាំងអស់គ្នាទទួលបាននៅព្រះពរយ៉ាងអស្ចារ្យជានិច្ចគឺតាមរយៈព្រះអង្គទ្រង់ Then now we are lack of so many things, but you always protect us, lead us. Thank you so much, Father. រហូតមកដល់ពេលនេះកូនទាំងអស់គ្នាគឺតែងតែខ្វះខាតជាច្រើនប៉ុន្តែដោយសារជំនួយរបស់ទ្រង់ដែលទ្រង់បានគង់ជាមួយនឹងកូនទាំងអស់គ្នាទ្រង់បានផ្ដល់ឲ្យកូននៅគ្រប់យ៉ាង Father, please help us so that we can understand your love, grace more deeply and more highly. ពេលដែលឲ្យសូមទ្រង់ជួយឲ្យកូនទាំងអស់គ្នាបានរស់នៅក្នុងជីវិតដែលត្រឹមត្រូវនៅចំពោះទ្រង់ហើយឲ្យកូនបានស្វែងយល់អំពីសេចក្តីស្រឡាញ់របស់ទ្រង់ឲ្យកាន់តែជ្រៅបំផុតនិងខ្ពស់បំផុតផង And you have given us great mission to preach the gospel as unbeliever. ហើយទ្រង់ក៏បានប្រទាននូវកិច្ចការយ៉ាងល្អខ្លាំងសម្រាប់កូនទាំងអស់គ្នាក្នុងការដែលចេញទៅផ្សាយនឹងល្អទៅកាន់អ្នកដែលមិនជឿ They don't know the truth and the whole your grace and love. ពួកគេបានរស់នៅមិនដឹងទាំងគោលបំណងនៃជីវិតសេចក្តីសង្ឃឹមរបស់ប្រកបសូម្បីតែព្រះគុណរបស់ទ្រង់ក៏ពួកគេមិនបានដឹងឡើយ Their life is miserable and horrible life. ពួកគេបានរស់នៅក្នុងការទុច្ចរិតនិងការរំលងជាច្រើននៅចំពោះទ្រង់ Please give us to have a pitiful mind. ដូច្នេះសូមទ្រង់ប្រទាននូវដួងចិត្តរបស់កូនតែងតែមានចិត្តក្នុងការដែលមេត្តាករុណាដល់ពួកគេទាំងអស់ So we can preach the gospel to them somewhat boldly. ដើម្បីឲ្យកូនទាំងអស់គ្នាមានដួងចិត្តដែលចេញទៅផ្សាយនៅល្អរបស់ទ្រង់ទៅកាន់ពួកគេដោយចិត្តទូលំទូលាយបំផុត Thank you for everything. Thank you for letting us here together to learn your word. គូសូមអរព្រកូននៅការនេះដែលទ្រង់បានញែកពេលវេលាសម្រាប់កូនទាំងអស់គ្នា We pray that they គូ will សូមអធិ speak ដ្ឋាន to នៅ us. លើព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន សូមអរគុណចូលចាំកំណត់នៅខែចែកដើម្បីធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងពិតគឺនៅខែចែកនេះហើយដែលព្រះយេហូវ៉ាជាព្រះនៃឯងបាននាំឯងចេញពីស្រុកអេស៊ីបមកយកត្រូវឲ្យឯងយកសត្វពីហ្វូងរបស់ឯងមកថ្វាយជាញញបូជានៃបុណ្យរំលងដល់ព្រះយេហូវ៉ាជាព្រះនៃឯងត្រង់កន្លែងដែលទ្រង់នឹងរើសសម្រាប់តាំងព្រះនាមទ្រង់មិនត្រូវឲ្យបរិភោគនំប៉័ងមាននំបាយជាមួយទេនៅរវាង7ថ្ងៃនោះត្រូវបរិភោគនំប៉័ងឥតនំបាយវិញគឺជានំប៉័ងនៃសេចក្តីទុក្ខលំបាកពីព្រោះឯងបានចេញពីស្រុកអេស៊ីបមកដោយប្រញាប់ប្រញាល់ត្រូវធ្វើដូច្នោះដើម្បីឲ្យបាននឹកចាំគ្រប់មួយជីវិតពីថ្ងៃដែលឯងបានចេញពីស្រុកអេស៊ីបមកមិនត្រូវឲ្យឃើញមាននំបាយនៅជាមួយក្នុងក្រុមស្រុកឯងទាំងអស់នៅវេលា7ថ្ងៃនោះឡើយក៏មិនត្រូវឲ្យមានសាច់ដែលឯងថ្វាយជាញញបូជានៅពេលល្ងាចក្នុងថ្ងៃដំបូងនោះសល់នៅដល់ព្រឹកដែរឯងគ្មានច្បាប់នឹងថ្វាយញញបូជានៃបុណ្យរំលងនៅក្នុងទីក្រុងដទៃណាតែព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់ប្រទានឲ្យឯងនោះទេគឺត្រូវឲ្យថ្វាយញញបូជានៃបុណ្យរំលងនៅកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់នឹងរឹកសម្រាប់នឹងតាំងព្រះនាមទ្រង់វិញគឺនៅទីនោះដែលត្រូវថ្វាយញញបូជានៅពេលល្ងាចពីវេលាថ្ងៃលិចទៅក្នុងរដូវដដែលដែលឯងបានចេញពីស្រុកអេស៊ីបមកត្រូវឲ្យចំអិនសាច់នោះហើយបរិភោគនៅកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់នឹងរឹសទោះដល់ព្រឹកឡើងឯងនឹងត្រឡប់ទៅឯប្រសាលឯងវិញបានត្រូវឲ្យឯងបរិភោគនំប៉័ងឥតអំបាយអស់6ថ្ងៃលុះដល់ថ្ងៃទី7នោះត្រូវប្រជុំជំនុំមុតមកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងមិនត្រូវធ្វើការអ្វីសោះរួចត្រូវរាប់ជា7ចិត្តទៀតគឺត្រូវរាប់
7 អាទិត្យនោះចាប់តាមពីវេលាដែលទៅនឹងលុបពលាទៅជ្រោតស្រូវនោះត្រូវឲ្យធ្វើបុណ្យអាទិត្យទី7ថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងដោយថ្វាយដង្វាយស្ម័គ្រពីចិត្តតាមដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បានប្រទានពរហើយឯងនឹងកូនប្រុសកូនស្រីឯងត្រូវស្អសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯងព្រមទាំងបាវបម្រើបាវប្រុសបាវស្រីឯងនិងពួកលេវីដែលនៅទីក្រុងឯងហើយពួកអ្នកដតីពួកកំព្រានិងពួកស្រីមេម៉ាយដែលនៅជាមួយនឹងឯងទាំងអស់គ្នាផងនៅកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់នឹងរើសសម្រាប់តាមព្រះនាមទ្រង់ត្រូវឲ្យនឹកចាំថាពីដើមឯងជាបាវបម្រើនៅស្រុកអេស៊ីបដែរដូច្នេះត្រូវប្រយ័ត្ននិងប្រព្រឹត្តតាមអស់ទាំងច្បាប់ទាំងនេះចុះត្រូវឲ្យឯងធ្វើបុណ្យបារ៉ាំនៅអស់7ថ្ងៃក្នុងពេលក្រោយដែលបានប្រមូលផលពីលៀននិងពីធុងគ្នាបហើយត្រូវឲ្យឯងនិងកូនប្រុសកូនស្រីឯងអសប្បាយនៅវេលាបុណ្យរបស់ឯងនោះព្រមទាំងបាវប្រុសបាវស្រីឯងនិងពួកលេវីហើយនឹងអ្នកដតីពួកកូនកំព្រានិងពួកស្រីមេម៉ាយដែលនៅក្នុងទីក្រុងឯងផងត្រូវឲ្យធ្វើបុណ្យនេះថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងអស់7ថ្ងៃនៅកន្លែងដែលព្រះយេហូវ៉ានឹងរើសបិទព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់នឹងប្រទានពរដល់ឯងចំពោះអស់ទាំងផលចម្រើនរបស់ឯងហើយក្នុងគ្រប់ទាំងការដែលដៃឯងធ្វើដូច្នេះឯងនឹងមានសេចក្តីអំណរជាមិនខានត្រូវឲ្យគ្រប់ទាំងប្រុសក្នុងពួកឯងមកនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង3 ដងក្នុងមួយឆ្នាំត្រង់កន្លែងដែលទ្រង់នឹងរើសគឺនៅពេលបុណ្យនំប៉័ងឥតនំបាយម្ដងបុណ្យអាទិត្យទី7ម្ដងនិងបុណ្យបារ៉ាំម្ដងក៏មិនត្រូវមកនៅចំពោះព្រះយេហូវ៉ាដោយដៃទទេដែរត្រូវឲ្យគ្រប់គ្នាថ្វាយតាមកម្លាំងរៀងខ្លួនគឺតាមព្រះពរដែលព្រះយេហូវ៉ាជាព្រះនៃឯងបានប្រទានឲ្យត្រូវឲ្យឯងតាមពួកចៅក្រមនិងសុភានៅគ្រប់ទាំងទីក្រុងដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់ប្រទានមកឯងតាមពូជអម្បូរឯងទាំងប៉ុន្មានត្រូវឲ្យអ្នកទាំងនោះជំនុំជម្រះបណ្ណាជនដោយយុត្តិធម៌មិនត្រូវបង្វែរសេចក្តីយុត្តិធម៌ឡើយក៏មិនត្រូវលំអៀងចិត្តទៅខាងណាឬស៊ីសំណូកឡាក់ឲ្យសោះបិទសំណូកជាការនាំឲ្យបំបិតភ្នែកអ្នកប្រាជ្ញហើយក៏បង្ខូចពាក្យសម្ដីរបស់មនុស្សសុចរិតផងត្រូវឲ្យកាន់តាមតែសេចក្តីដែលសុចរិតវិញជាសំខាន់ដើម្បីឲ្យឯងបានរស់នៅហើយគ្រងបានស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់ប្រទានឲ្យមិនត្រូវឲ្យតាំងរូបឆ្លាក់ធ្វើពីឈើក៏ដោយនៅត្រង់អាសនាផងព្រះយេហូវ៉ាជាព្រះនៃឯងដែលនឹងស្អាងសម្រាប់ឯងនោះឡើយក៏មិនត្រូវបញ្ឈរបង្គោលណាសម្រាប់ឲ្យឯងគោរពគឺជារបស់ដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់ស្អប់មិនដែរ Tells about this Passover review. Passover review. ចឹងនេះប្រៀបដូចជាការរំលឹកឡើងវិញអំពីថ្ងៃបុណ្យរំលង From verse 1 to 8. Also, from verse 9 to 12, the Feast of Weeks review. ចឹងគឺថ្ងៃបុណ្យរំលងនោះដូចជាខ1រហូតដល់ខ8បានប្រាប់យើងហើយខ9តទៅរហូតដល់ខ12នោះគឺជាថ្ងៃបុណ្យអាទិត្យទី7 And then 13, from verse 13 to 17, the Feast of Tabernacles review. ហើយពីខ13រហូតដល់ខ15ហ្នឹងគឺបានចែងអំពីពិធីបុណ្យបារាំងសម្រាប់រងរបោសុតរបស់ព្រះ And then verse 8 to
22, you should follow the justice. You should, from ចឹង verse តកតង 18. នឹងខ18រហូតដល់ខចុងក្រោយហ្នឹងគឺជាកិច្ចការដែលព្រះទ្រង់មានបន្ទូលថាយើងត្រូវតែធ្វើតាមសេចក្តីដែលយុត្តិធម៌ So, just Passover day. Passover day, the most important day of Israelites holiday. អញ្ចឹងថ្ងៃបុណ្យរំលងគឺជាថ្ងៃសំខាន់មែនទែនសម្រាប់ជនជាតិអ៊ីស្រាអែល You know that the Passover day. ចឹងអ្នកនរច្បាស់ជាធ្លាប់ឮហើយពីថ្ងៃបុណ្យរំលង Passover. What does it mean? Passover. អញ្ចឹងតើការរំលងនោះមានន័យថាម៉េចទៅបុណ្យរំលងនោះ When you, God said, when I see the blood, I will pass over you. ចឹងនៅគម្ពីរព្រះទ្រង់មានបន្ទូលថានៅពេលណាដែលខ្ញុំឃើញឈាមនោះខ្ញុំនឹងរំលងអ្នក Have you heard about this song? ធ្លាប់ឮបទចម្រៀងមួយហ្នឹងហើយ When I see the blood, I will pass over you. អញ្ចឹងបទហ្នឹងគឺគាត់ដាក់ក្នុងឡានគាត់រហូតទៅអ When ញ្ចឹង I see the blood, I will បទហ្នឹង pass over វា you. ជាមានបទខ្មែរទេប៉ុន្តែបទហ្នឹងមានអត្ថន័យថានៅពេលដែលខ្ញុំឃើញឈាមទាំងអស់នេះខ្ញុំនឹងរំលងផ្ទះរបស់អ្នកនឹងរំលងមិនបំផ្លាញអ្នក What kind of blood? អញ្ចឹងតើឈាមទាំងអស់ហ្នឹងជាឈាមអ្វី Jesus' blood. Jesus' blood. គឺតំណាងឲ្យលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ God see the blood of Jesus Christ, that I will pass over you. I will not judge you. នៅក្នុងថ្ងៃអាក្រក់គឺព្រះនឹងទតឃើញលោហិតរបស់ព្រះយេស៊ូវគ្រីស្ទចំពោះមនុស្សម្នាក់ៗអញ្ចឹងទ្រង់នឹងរំលងគេមិនបំផ្លាញគេនោះទេ So therefore, our sin is passed over by the blood of Jesus Christ. ដូចគ្នាដែរដែលអំពើបាបនឹងតាមយើងតន់នោះក៏ប៉ុន្តែបានលាងសម្អាតបានកម្ចាត់កម្ចាយទៅដោយលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ Then God says, you must remember that day. You must ហើយ remember. ព្រះទ្រង់មានបន្ទូលថាអ្នកត្រូវតែចងចាំអំពីថ្ងៃមួយនោះ So, and then verse 1 said, observe the month of Abib and keep the Passover to the Lord your God. ចឹងដូចខមួយដែលបានចែងអញ្ចឹងចូលចាំកំណត់នៅខែចែកត្បិតនៅធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង Passover day. គឺជាថ្ងៃបុណ្យរំលង So God says always, you must remember my grace and love. Remember. ក៏ដូចគ្នាដែលទ្រង់តែងតែប្រាប់ដល់យើងទាំងអស់គ្នាថាគឺត្រូវតែចងចាំអំពីព្រះគុណនិងសេចក្តីស្រឡាញ់របស់ទ្រង់គឺត្រូវតែចងចាំជានិច្ច What is remember? ចឹងតើយើងត្រូវចងចាំដើម្បី Verse 3 says, you may remember the day in which you come out of the land of Egypt, all the days of your life. អញ្ចឹងដូចនៅខទី3អញ្ចឹងខ3ហ្នឹងគឺបានចាញ់ប្រាប់យើងក៏ដូចជាទ្រង់ប្រាប់យើងថាគឺត្រូវតែនឹកចាំពីព្រោះឯងបានចេញពីស្រុកអេស៊ីបមកដោយប្រញាប់ប្រញាល់ដូច្នេះត្រូវនឹកចាំពីថ្ងៃមួយនោះដែលទ្រង់បាននាំពួកគេចេញមក Israelites came out of the land of Egypt. What does it mean? អញ្ចឹងនៅពេលដែលអ៊ីស្រាអែលគាត់បានរួចផុតអំពីកណ្ដាប់ដៃរបស់អេស៊ីបនោះមានន័យបែបណា They were slaves of Egypt. ពីព្រោះពីមុនមកពួកគេបានជាប់នៅក្នុងការគ្រប់គ្រងរបស់ជនជាតិអេស៊ីបពួកគេអត់មានសេរីភាពទេគេជាខ្ញុំបម្រើរបស់សាសអេស៊ីប They don't have their own vision, hope. It's nothing. It's just a slave. អញ្ចឹងជនជាតិអ៊ីស្រាអែលទាំងអស់នោះបាននៅក្នុងស្រុកអេស៊ីបនោះសូម្បីតែក្តីសម័យក៏គ្មានក្តីសង្ឃឹមក៏គ្មានអនាគតក៏គ្មានអញ្ចឹងពួកគេរស់នៅគ្រាន់តែត្រឹមជាទាសករដែលត្រូវគេចាប់ប្រើឲ្យវេទនាតែប៉ុណ្ណោះ But God loves them, and God rescued them from the Egypt. ចឹងដោយសារតែព្រះទ្រង់មានសេចក្តីស្រឡាញ់ចំពោះគេទាំងអស់គ្នាដូច្នេះទ្រង់ក៏បានជួយសង្គ្រោះគេឲ្យរួចពីស្រុកអេស៊ីបមក So that's why God said, you must remember the Passover day. That means God delivered them from Egypt.
of slave. ដូច្នេះបានជាព្រះទ្រង់មានបន្ទូលថាគឺអ្នកត្រូវតែនឹកចាំអំពីថ្ងៃរំលងថ្ងៃបុណ្យរំលងដែលទ្រង់បានជួយសង្គ្រោះគេក៏ប្រៀបដូចជាថ្ងៃដែលទ្រង់បានជួយគេឲ្យរួចពីកណ្ដាប់ដៃរបស់ស្រុកអេស៊ីប So this verse show us that we were slave of sin and our own pleasure, things like that. We followed our lustful mind, the slave. ជាងខដែលទ្រង់មានបន្ទូលទៅកាន់អ៊ីស្រាអែលនេះបើប្រៀបធៀបជាមួយនឹងជីវិតរបស់យើងនាពេលបច្ចុប្បន្នវិញប្រៀបដូចជាយើងបានទ្រង់បានជួយសង្គ្រោះយើងឲ្យរួចពីអំពើបាបនៃជីវិតរបស់យើងការប៉ងប្រាថ្នាខាងសញ្ជាតិរបស់យើង So without our effort, without our effort, we are saved by God's grace, only by God's អ grace. ញ្ចឹងយើងដឹងហើយថាយើងអត់មានបានធ្វើអ្វីតតែសោះសម្រាប់សេចក្តីសង្គ្រោះនោះគឺមានតែព្រះប៉ុណ្ណោះគឺព្រះគុណរបស់ព្រះដែលបានផ្ដល់មកឲ្យយើងទទួលយក So that's why now we are free from that and sin. ដូច្នេះឥឡូវដែលយើងអាចរួចខ្លួនបានគឺដោយព្រះគុណរបស់ទ្រង់រួចខ្លួនពីអំណាចរបស់សេចក្តីស្លាប់អំណាចរបស់អំពើបាប So therefore we have freedom. ដូច្នេះយើងក៏មានសេរីភាព What is American symbol? អញ្ចឹងតើរូបតំណាងរបស់សហរដ្ឋអាមេរិកជាតំណាងអ្វីដែរ American symbol. ជាគេទៅ Together. What? Liberty of Statue of Liberty. Statue of Liberty in New York is like New York. Yeah. អញ្ចឹងដោយអ្នកទាំងអស់ធ្លាប់ឃើញរូបដែលនៅទីក្រុងញូវយ៉កដែលគេបានដាក់រូបឲ្យស្ត្រីម្នាក់ដែលគាត់លើកអា That is a liberty of statue. Freedom. អញ្ចឹងរូបតំណាងមួយនឹងរូបភាពតំណាងមួយនឹងដែលគេបានសាងសង់ឡើងគឺបញ្ជាក់អំពីសេរីភាព We are human being. We need freedom. អញ្ចឹងក៏ប្រៀបដូចជាមនុស្សក៏តែងតែគិតថាឥឡូវយើងត្រូវការសេរីភាពដូច្នេះយើងក៏បង្កើតនូវសេរីភាព Where is freedom? អញ្ចឹង What តើ about your life? អញ្ចឹងតើសេរីភាពរបស់ប្រកបនៅណាទៅហើយជីវិតរបស់យើងរស់នៅបែបណាដែរ មានសេរីភាពអត់ Your life is free life. Too much my boss, my salary is so low. I'm so like a slave of money. Are you free? ចឹងទៅពេលដែលគាត់សួរមកកាន់យើងអញ្ចឹងថាជីវិតរបស់យើងបានរស់នៅក្នុងសេរីភាពហើយឬនៅព្រោះពេលខ្លះយើងទៅកន្លែងធ្វើការអញ្ចឹងយើងបានប្រាក់ខែតិចហើយមេចេះតែបញ្ជាស្រែកដាក់យើងមកថាឲ្យយើងរហូតដើម្បីយើងធ្វើការច្រើន Slave of the world, slave of Satan. ដូចជាយើងជាទេសកររបស់លុយរបស់លោកីនេះរបស់អរិយសាតាំងដែលវាតែងតែអូ And then when Jesus come into the world, Jesus said, "Come up." ចឹងដូចជាពេលដែលព្រះយេស៊ូវគ្រីស្ទទ្រង់បានយាងមកកាន់ផែនដីអញ្ចឹងទ្រង់បានកាត់ផ្ដាច់ហើយនៅច្រវាក់មួយនោះ So therefore, true born again Christian, we can enjoy free life. ដូច្នេះមានតែគ្រីស្ទានដែលគាត់កើតជាថ្មីយ៉ាងពិតប្រាកដតែប៉ុណ្ណោះដែលគាត់មានដួងចិត្តថាគាត់អាចរីករាយជាមួយនឹងជីវិតដែលសេរីភាពព្រះបានផ្ដល់មកនេះ Amen. So therefore, that is really true. So we must enjoy our free life. ដូច្នេះក្នុងនាមជាគ្រីស្ទានដែលកើតជាថ្មីយ៉ាងពិតប្រាកដយើងត្រូវតែរស់នៅហើយយើងគួរតែមានលទ្ធភាពរីករាយនឹងជាមួយនឹងសេរីភាពដែលព្រះបានផ្ដល់មក So that's why Christian life is happiness of life. ក៏ប្រៀបដូចជាជីវិតគ្រីស្ទានបានរស់នៅក្នុងជីវិតដែលមានសុភមង្គលមែនទែន So and then God said, remember the day in which you came out of land of Egypt, all days of your life. ហើយដូចជាព្រះទ្រង់មានបន្ទូលទៅកាន់អ៊ីស្រាអែលថាត្រូវតែនឹកចាំអំពីថ្ងៃដែលព្រះទ្រង់បានជួយសង្គ្រោះគេពីស្រុកអេស៊ីបមកពីព្រោះទ្រង់បានជួយសង្គ្រោះគេថាតើគេវេទនាបែបណាសូមនឹកចាំពីកិច្ចការមួយនោះ So and then now we are God's children. We must realize God's love and grace and more highly and more deeply. អញ្ចឹងឥឡូវដែលយើងក្នុងនាមជាកូនរបស់ព្រះហើយយើងត្រូវតែរស់នៅហើយតែងតែស្វែងរកព្រះគុណនិងសេចក្តីស្រឡាញ់របស់ទ្រង់ឲ្យកាន់តែច្រើនព្រះគុណដ៏ហោហៀរសេចក្តីស្រឡាញ់ដ៏ហោហៀរនោះឲ្យកាន់តែខ្ពស់បំផុតក៏ជ្រៅបំផុត
And then God says, do not forget my grace and love. Do not forget. ហើយទ្រង់តែងតែប្រាប់យើងទាំងអស់គ្នាថាយើងមិនត្រូវភ្លេចអំពីព្រះគុណនិងសេចក្តីស្រឡាញ់របស់ទ្រង់នៅក្នុងវិនាទីណានោះទេ Let's go to Psalm. ចឹងសូមបើកទៅទម្រង់អង្គើញ Psalm 3 verse 2. ចំពោះ103ខ2 Let us read together. ចឹងសូមអានជាមួយគ្នា1 2 3ប្រលឹងអញអើយចូលសរសើរដល់ព្រះយេហូវ៉ាចុះហើយកុំឲ្យភ្លេចបណ្ដាព្រះគុណណាមួយរបស់ទ្រង់ឡើយ God said, you know, Deuteronomy chapter 16, always God said, remember the Passover day. That means you do not forget my grace and love. ចឹងនៅក្នុងចាស់តយកថាគឺព្រះតែងតែប្រាប់យើងថាមិនត្រូវភ្លេចទេពីថ្ងៃរំលងមិនត្រូវភ្លេចទេពីថ្ងៃដែលព្រះបានជួយសង្គ្រោះយើងក៏ប្រៀបដូចជាអត្តន័យដែលមានន័យថាមិនត្រូវភ្លេចអំពីព្រះគុណនិងសេចក្តីស្រឡាញ់របស់ទ្រង់ You know, how a Christian life that bless the Lord, O my soul, and forget not all His benefits. ចឹងគឺដូចទម្រង់ការចំពុក103ខ2នឹងចឹងដែលបានប្រាប់យើងថាបលឹងយើងនឹងគឺត្រូវតែនឹកចាំអំពីព្រះគុណគ្រប់ទាំងព្រះគុណដែលព្រះបានផ្ដល់មកឲ្យយើងកុំឲ្យភ្លេចអសោះ Verse 3 says, who gives all your iniquity, who heals all your disease. ចឹងក៏ដូចខបន្តដែលបានចែងថាដែលទ្រង់អត់ទោសចំពោះអស់ទាំងការទុច្ចរិតរបស់ឯងទ្រង់ប្រោះជំងឺទាំងប៉ុន្មានរបស់ឯងឲ្យជា Verse 4, let us read together. ចឹងក្នុងខ4សូមអានជាមួយគ្នា1 2 3ក៏ជួយជីវិតឯងឲ្យរួចពីរណ្ដៅហើយយកសេចក្តីសុបរោះនិងសេចក្តីមេត្តាករុណាបំពាក់ជាមកុដដល់ឯងវិញ So, God redeemed your life from this destruction. ចឹងគឺទ្រង់បានជួយជីវិតដល់យើងទាំងអស់គ្នាឲ្យរួចពីរណ្ដៅឲ្យរួចពីការដែលអាក្រក់ God has provided His loving kindness and tender mercies. ចឹងទ្រង់បានប្រទានឲ្យយើងសេចក្តីសប្បុរសសេចក្តីស្រឡាញ់និងមេត្តាសម្រាប់យើងទាំងអស់គ្នា So therefore, you should always remember God's all benefits. ដូច្នេះយើងត្រូវតែនឹកចាំយើងត្រូវតែចងចាំនៅក្នុងដួងចិត្តរបស់យើងអំពីគ្រប់ទាំងបណ្ដាព្រះគុណដែលព្រះបានផ្ដល់មកឲ្យយើងជារៀងរាល់ថ្ងៃ Amen. មែន Let's continue to Deuteronomy 16. សូមបានទៅចារយៈកថា16វិញ And then from verse 9 to 12, the Feast of Weeks begin. Feast of Weeks. អញ្ចឹងពីខ9ទៅខ12គឺបានបង្ហាញអំពីពិធីបុណ្យមួយគឺពិធីបុណ្យ7អាទិត្យ Verse 10 said, verse 10. ចឹងនៅក្នុងខ10គឺបានចែងបែបនេះ Verse 10, then you shall keep the Feast of Weeks to the Lord your God with the tribute of the free will offering from your hand. ចឹងនៅក្នុងខ10ហ្នឹងគឺបានចែងថានោះត្រូវឲ្យធ្វើបុណ្យអាទិត្យទី7ថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងដោយថ្វាយដង្វាយស្ម័គ្រពីចិត្តតាមដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់ប្រទានពរ And which you shall give as the Lord your God bless you. អញ្ចឹងគឺទៅតែថ្វាយដោយស្ម័គ្រពីចិត្តតាមការដែលព្រះយេហូវ៉ាជាព្រះនៃឯងបានប្រទានពរ So therefore, we can remember God by giving Him offering. ដូច្នេះយើងអាចនឹកចាំអំពីវត្តមានរបស់ព្រះអំពីព្រះគុណរបស់ព្រះតាមរយៈការដែលយើងតែងតែដាក់ដង្វាយតែងតែថ្វាយទៅកាន់ទ្រង់ដោយស្ម័គ្រពីចិត្ត It looks like there are some feast day, and then they can try to feast of the weeks to offer to God. At that time, they remember God's grace and love. ចឹងប្រៀបដូចជាយើងតែងតែថ្វាយដោយស្ម័គ្រពីចិត្តរបស់យើងទៅកាន់ព្រះអញ្ចឹងនៅពេលដែលយើងធ្វើជារៀងរាល់ថ្ងៃជារៀងរាល់អាទិត្យទៅយើងតែងតែនឹកចាំអំពីអ្វីដែលព្រះបានធ្វើមកឲ្យយើង This feast of weeks it is given by God. អញ្ចឹងដូចយើងដឹងថាគ្រប់អ្វីដែលយើងនឹងថ្វាយទៅកាន់ទ្រង់ដោយស្ម័គ្រពីចិត្តរបស់យើងវិញនោះដោយសារតែយើងទទួលបានមកពីទ្រង់ហ្នឹងឯង Amen. So therefore we can
if you guys remember God's and law, and then we can live thankful life. ចឹងគឺយើងដឹងថានៅពេលណាដែលយើងរស់នៅតែងតែនឹកចាំពីវត្តមានរបស់ព្រះក្តីស្រឡាញ់របស់ទ្រង់ព្រះគុណរបស់ទ្រង់យើងតែងតែរស់នៅដោយមានដួងចិត្តអស់ព្រះគុណទ្រង់ជាអ្នកដូចគ្នា You shall give as the Lord as your God bless you. ចឹងគឺយើងត្រូវតែថ្វាយទៅកាន់ព្រះដោយស្ម័គ្រចិត្តរបស់យើងដូចជាអ្វីដែលទ្រង់បានប្រទានពរមកកាន់យើង Verse 12. ចឹងក្នុងខ12 Let us read together. ចឹងសូមអានខ12ជាមួយគ្នា1ពី3ត្រូវឲ្យនឹកចាំថាពីដើមឯងជាបានបម្រើនៅស្រុកអេស៊ីបដែរដូច្នេះត្រូវប្រយ័ត្ននិងប្រព្រឹត្តតាមអស់ទាំងច្បាប់ទាំងនេះចុះ Amen. Let's remember. ដូច្នេះត្រូវចងចាំ You were slave of Egypt. អញ្ចឹងគឺត្រូវតែនឹកចាំថាកាលពីដើមគឺយើងបានជាប់នៅក្រោមការគ្រប់គ្រងរបស់ស្រុកអេស៊ីប And then, so we can, if you guys remember, always God's grace and love, our heart makes joyful heart. ចឹងនៅពេលណាដែលយើងរស់នៅជារៀងរាល់ថ្ងៃយើងតែងតែនឹកចាំអំពីព្រះគុណនិងសេចក្តីស្រឡាញ់របស់ព្រះដួងចិត្តរបស់យើងក៏តែងតែរីករាយជាមួយនឹងព្រះគុណដែលទ្រង់បានផ្ដល់ឲ្យនឹងគ្នា It is true. And then from verse 13 to 17, the feast of tabernacles. អញ្ចឹងពីខ13រហូតដល់ខ17គឺតកតងនឹងពិធីបុណ្យបារាំង What kind of meaning is the feast of tabernacle? អញ្ចឹងតើបុណ្យបារាំងនឹងមានន័យថាម៉េចទៅ It's that is our true hometown, not the Tambang and Batinji or the Minji. អញ្ចឹងបុណ្យបារាំងនឹងពាក្យថាបារាំងនឹងក៏ប្រៀបដូចជាអត្ថន័យថាបុណ្យដែលយើងថ្វាយចូលទៅក្នុងរោងរបស់សពព្រះដែរអញ្ចឹងដូចជាទ្រង់បានប្រាប់យើងថាមិនមែនស្រុកកំណើតរបស់យើងនៅបាត់ដំបងឬក៏ប្រទេសមានជ័យទេ Our hometown is heaven. អញ្ចឹងស្រុកកំណើតដ៏ពិតប្រាកដរបស់យើងគឺនៅស្ថានសួគ៌ So that's why verse 13 says, you shall observe the feast of tabernacle 7 days. ដូច្នេះបានជាខ13នោះបានចែងថាត្រូវឲ្យឯងធ្វើបុណ្យបារាំងនៅអស់ទាំង7ថ្ងៃ 13. Amen? Also, let's go to verse 17. ហើយសូមបានទៅខ17 Let us read together. ចឹងសូមបានខ17ជាមួយគ្នា1ពី3ត្រូវឲ្យគ្រប់គ្នាថ្វាយតាមកម្លាំងរៀងខ្លួនគឺតាមព្រះពរដែលព្រះយេហូវ៉ាជាព្រះនៃឯងបានប្រទានឲ្យ Yes. Every man shall give his able according to blessing of the Lord your God, which he has given you. That is blessing. អញ្ចឹងគឺត្រូវតែថ្វាយតាមអ្វីដែលយើងអាចធ្វើបាននោះគឺត្រូវតែថ្វាយរៀងៗខ្លួនទៅកាន់ព្រះតាមតែព្រះពរដែលព្រះទ្រង់បានប្រទានមកឲ្យយើង You keep that in mind. My salary is my salary. ចឹងក៏សូមសួរថាតើប្រាក់ខែដែលយើងបានបើមកពីការធ្វើការរបស់យើងជាលុយរបស់យើងមែន Is ទេ it right? អញ្ចឹងមែនអត់ Everything come from. គ្រប់យ៉ាងគឺមកពីព្រះ I say so many times, let there be light. ចឹងលោកគ្រូគាត់ថាគាត់និយាយច្រើនដងមែនតើចំពោះដែលទ្រង់មានបន្ទូលថាចូលឲ្យមានពន្លឺ What is this light? ចឹងតើពន្លឺនឹងមានន័យបែបណាទៅ Where is it come from? The light តើពន្លឺបានមកពីណា from light. From គឺមកពីព្រះ everything. គឺគ្រប់យ៉ាងទាំងអស់ God is fountain of life. ហើយព្រះទ្រង់ក៏មានបន្ទូលថាគ្រប់ទាំងឈ្នួលនៃជីវិតដើមដំបូងនៃជីវិតគឺមកពី So ព្រះ therefore, my life comes from God. ចឹងក៏មានន័យថាជីវិតរបស់ខ្ញុំគឺព្រះជាអ្នកប្រទានឲ្យ My life, ជីវិត my របស់ breath. ខ្ញុំ Now still beating your heart. ចឹងទាំងជីវិតរបស់ខ្ញុំទាំងដង្ហើមរបស់ខ្ញុំទាំងដែរបេះដូងរបស់ខ្ញុំកំពុងតែលោតបឹបហ្នឹងក៏មកពីព្រះដូចគ្នា Amen. God's grace. ចឹងគ្រប់ទាំងអស់គឺជាព្រះគុណរបស់ព្រះ God. For everything. Then verse 18 to 31 says, you should follow the God's justice. ចឹងពីខ18ទៅគឺ
ពីខ18រហូតដល់ខ20ហ្នឹងគឺព្រះបានប្រាប់ថាត្រូវតែធ្វើតាមសេចក្តីយុត្តិធម៌របស់ព្រះ Let us read together 19. ចឹងសូមអានខ19ជាមួយគ្នា1 ពី 3មិនត្រូវបំបែកសេចក្តីយុត្តិធម៌ឡើយក៏មិនត្រូវលំអៀងចិត្តទៅខាងណាឬស៊ីសំណូកឲ្យសោះបិទសំណូកជាការនាំឲ្យបំបិតភ្នែកនៃអ្នកប្រាជ្ញហើយក៏ខូចពាក្យសម្ដីរបស់មនុស្សសុចរិតផង Amen. So verse 20 says, you shall follow what is altogether just. អញ្ចឹងដូចខ20ដែលបានចែងថាត្រូវឲ្យកាន់តាមសេចក្តីដែលសុចរិតវិញ So therefore, you have to think about what is acceptable to the Lord. អញ្ចឹងនៅពេលណាដែលយើងបានរស់នៅយើងត្រូវតែសញ្ជឹងគិតថាតើផ្លូវមួយណាដែលគប់ដល់មហត្ថីរបស់ព្រះជា Finding out what is acceptable to the Lord. អញ្ចឹងត្រូវតែស្វែងរកឲ្យឃើញពីផ្លូវដែលគប់ដល់មហត្ថីរបស់ព្រះ Which Bible? អញ្ចឹងតើនៅក្នុងខមួយណាទៅ Huh? Ephesians 5:10. You know that? ចាំបាច់ដឹងហើយនៅក្នុងខដែលគាត់បានអានមុនហ្នឹងគឺក្នុងអេភេសូចំពោះ5ខ10 Let's go Ephesians chapter 5 and let's go Ephesians chapter 5 and អញ្ចឹងសូមបានទៅអេភេសូចំពោះ5ខ10 Let us read together. ចឹងសូមអានជាមួយគ្នា1 ពី 3ចូលរងមើលឲ្យដឹងសេចក្តីអ្វីដែលព្រះអង្គម្ចាស់ទ្រង់សពមហារតីចុះ So we have to finding out what is acceptable to the Lord. ដូច្នេះយើងត្រូវតែស្វែងរកឲ្យឃើញថាតើអ្វីទៅដែលគប់ដល់បំណងមហត្ថីរបស់ព្រះ Oh, what did you find? What did you find today? ចឹងតើនៅថ្ងៃនេះអ្នកទាំងអស់គ្នាបានរកឃើញអ្វីដែលគប់ដល់មហត្ថីរបស់ព្រះនោះ Every animal trying to find their food. ចឹងដូចជាសត្វអញ្ចឹងដែលព្រះបានបង្កើតមកគឺពួកវាតែងតែស្វែងរកអាហាររបស់វាសម្រាប់ចំអែតកាហ្វេ What did you find today? ចឹងតើថ្ងៃនេះអ្នកទាំងអស់គ្នាបានស្វែងរកអ្វី Nothing. ឬក៏អត់មានទេ Nothing. No. So wasting time. ចឹងបើសិនជាយើងមិនបានស្វែងរកអ្វីដល់កប់មហត្ថីរបស់ព្រះទេប្រៀបដូចជាយើងចំណាយពេលអត់ប្រយោជន៍ Going time. ពេលយើងចំណាយពេលអត់ប្រយោជន៍ហើយពេលខ្លះយើងធុញទ្រាន់ទៀត Really? So boring today. So boring. ចឹងដូចពេលដែលយើងអត់បានរកអីមួយចឹងច្បាស់ណាស់យើងមានអារម្មណ៍ថាធុញទ្រាន់យើង Too ធុញ much ទ្រាន់ assignment. ពេលខ្លះការងារច្រើនកិច្ចការសាលាច្រើន Bible study is so long time. រៀននៅព្រះគម្ពីរដែលច្រាំទុករបស់ព្រះយូរមែនតើ So therefore you always you guys finding out what is acceptable to the Lord. ដូច្នេះយើងត្រូវតែរស់នៅហើយយើងត្រូវតែស្វែងរកជារៀងរាល់ថ្ងៃថាតើអ្វីទៅដែលគប់ដល់មហត្ថីរបស់ព្រះខាងជឿ Every good gift from God our Lord. ចឹងគ្រប់ទាំងរបស់ដែលល្អខ្ចោះបំផុតគឺមកពីព្រះអង្គម្ចាស់គឺព្រះ Amen. So that's why Ephesians chapter 5, 10, you guys remember verse ដូច្នេះគាត់សង្ឃឹមថាអ្នកទាំងអស់នេះនឹងចងចាំនៅក្នុងអេភេសូចំពោះ5ខ10នេះ recite. Amen. ត្រូវតែចងចាំ So and then today we can we have remember. ចឹងនៅថ្ងៃនេះគឺយើងបានរៀនអំពីការដែលព្រះឲ្យយើងចងចាំ We were slave of Satan, sin, my lust for my so many still, but now we have a true home. ចឹងគឺត្រូវតែនឹកចាំថាពីការដំបូងឡើយយើងនៅក្រោមអំណាចនៃអំពើបាប
ក្រៅអំណាចនៃតណ្ហាក្រៅអំណាចនៃការប៉ងប្រាថ្នារបស់លោកីនេះ Now we have true freedom. ប៉ុន្តែឥឡូវនេះយើងមានសេរីភាពដ៏ពិតប្រាកដ Amen. Where is the true freedom? អញ្ចឹងតើសេរីភាពដ៏ពិតប្រាកដបានមកពីណាទៅ Here. គឺនៅទីនេះ Not America. មិនមែននៅអាមេរិកទេ They say we are free from. We are in church. ចឹងរូបតំណាងដែលគេបង្ហាញថាអូមនុស្សទាំងអស់មានសេរីភាពហើយនៅរូបភាពដែលគេបានបង្ហាញជារូបចម្លាក់នឹងប៉ុន្តែសេរីភាពដ៏ពិតប្រាកដគឺនៅក្នុងព្រះវិហារ Amen. So let's pray. ចឹងសូមអធិដ្ឋានបញ្ចប់ជាមួយគ្នា Our Heavenly Father, thank you so much, Father. You have given us the true freedom. អរបិតានៃគុណខាងសួគ៌គុណអរព្រះគុណទ្រង់អ្វីដែលសំខាន់គឺគុណអរព្រះគុណដែលទ្រង់បានប្រទានសេរីភាពដ៏ពិតប្រាកដដល់គុណ Father, please help us so that we cannot slave money and the word and lust for mind. បិតាឲ្យក្នុងជីវិតដែលកូនរស់នៅសូមទ្រង់ជួយដល់កូនដើម្បីកុំឲ្យកូនបានធ្លាក់នៅក្រោមអំណាចឬក៏ការគ្រប់គ្រងរបស់ចិត្តដែលមានតណ្ហាឬក៏ការដែលលំលង់នៅឡើយ Please help us so that we can follow your word. សូមទ្រង់ជួយដល់កូនទាំងអស់គ្នាឲ្យកូនបានរស់នៅហើយដើរតាមព្រះបន្ទូលរបស់ទ្រង់ And we pray that all our church members to have a true freedom. ហើយកូនទាំងអស់គ្នាក៏តែងតែអធិដ្ឋានគឺសូមឲ្យបងប្អូននៅក្រុមជំនុំរបស់កូនទាំងអស់គ្នាមានសេរីភាពដ៏ពិតប្រាកដដែលទ្រង់បានទានមក Thank you so much, Father. We pray. សូមអរគុណសម្រាប់ក្រុមចាស់និងក្រុមការទាំងអស់សូមថ្វាយនៅក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន Amen.